Sa tại mà sơ mình chia sân nề ngày níខ្ញុំមានអភ័យឯកសិទ្ធបានឡើងឆាហើយប្រធានបទយើងនៅថ្ងៃនេះនាងខ្ញុំចង់ចាប់ផ្ដើមចេញពីសាច់រឿងមួយគឺលោកសាវកពេត្រុសក្រោយពេលដែលគាត់ដើរជាមួយព្រះអង្គជឿព្រះអង្គហើយគាត់ខ្លាយទៅជាម្នាក់ដែលអាចផ្សាយដំណឹងល្អទៅមនុស្សរាប់ពាន់អ្នកទទួលជឿតាមរយៈគាត់ហើយគាត់បានបង្កើតក្រុមជំនុំជាច្រើនតើមានអីនៅចន្លោះហ្នឹងមានការអស្ចារ្យអីកើតឡើងបានធ្វើឲ្យគាត់ខ្លាចជាមនុស្សសាមញ្ញទៅចេញជាមនុស្សដ៏អស្ចារ្យនេះគឺជារូបភាពមួយនៅពេលដែលសាវកពេត្រុសគាត់បានឡើងចែកចាយឲ្យមនុស្ស3000នាក់បានទទួលជឿព្រះអង្គចាតើតកតងជាមួយនឹងសាវកពេត្រុសជាមួយនឹងប្រធានបទព្រះនិងខ្ញុំបំរើទ្រង់តាមអំណោយទានខាងវិញ្ញាណវាពាក់ព័ន្ធអីជាមួយគ្នាអញ្ចឹងមុនយើងចាប់ផ្ដើមបន្តសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំសិនចាខ្ញុំពេលដែលយើងនិយាយពីអំណោយទានខាងវិញ្ញាណខ្ញុំចេញពីការឲ្យនិយមន័យនៃអំណោយទានខាងវិញ្ញាណអំណោយទានខាងវិញ្ញាណគឺជាសមត្ថភាពអស្ចារ្យដែលប្រទានមកដោយព្រះវិញ្ញាណបរិសុទ្ធចាហើយអំណោយទានព្រះខាងឯវិញ្ញាណទៀតជាព្រះគុណរបស់ព្រះដែលផ្ដល់ឲ្យដល់អ្នកជឿទាំងអស់ដោយសេរីមិនមែនពឹងផ្អែកលើការប្រព្រឹត្តល្អណាមួយឡើយតែជាបំណងចិត្តរបស់ទ្រង់តែមួយគត់ចាមិនមែនដោយសារអ្នកណាម្នាក់ប្រកែជឿយូរអស្ចារ្យបានព្រះអង្គប្រទានឲ្យគាត់ទេប៉ុន្តែគឺជាប្រគុណរបស់ព្រះសម្រាប់អ្នកជឿព្រះដោយពួកយើងគ្រប់គ្នានោះគឺជាអំណោយទានខាងវិញ្ញាណយើងដឹងពីនិយមន័យអីចុះអំណោយទានខាងវិញ្ញាណមានអីខ្លះអញ្ចឹងដើម្បីយើងបន្តជាមួយគ្នាទៀតយើងអាចអានខគម្ពីរជាមួយគ្នាបានអត់អានជាមួយខ្ញុំនៅអេពេសូរចំពុក4ខ11តោះហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវកខ្លះជាគ្រូអធិបាយខ្លះជាគ្រូផ្សាយដំណឹងល្អខ្លះជាគ្រូគង្វាលហើយខ្លះជាគ្រូបង្រៀនចាសូមបន្តអានជាមួយខ្ញុំទៀតនៅករិនថូសខ្សែទី1ចំពុក12ខ8ខ10អានទាំងអស់គ្នាបានអត់តោះ1 2 3បាត់ទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីនៃប្រាជ្ញាវាងវៃដោយសារព្រះវិញ្ញាណឲ្យម្នាក់ទៀតមានពាក្យសម្ដីនៃចំណេះចេះស្ទាត់តាមព្រះវិញ្ញាណដដែលហើយឲ្យម្នាក់ទៀតមានសេចក្តីជំនឿដោយនៅព្រះវិញ្ញាណដដែលឲ្យមួយទៀតបានអស់ទាំងអំណោយទាននិងអាចប្រោះឲ្យជាដោយនៅព្រះវិញ្ញាណដដែលឲ្យមួយទៀតបានសម្ដែងការរិទ្ធបារមីនិងឲ្យមួយទៀតចេះអធិប្បាយឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃចាអរគុណច្រើនហើយគឺជាអំណោយទានខាងវិញ្ញាណសង្ខេបឲ្យខ្លីមកអំណោយទានខាងវិញ្ញាណមានអ្នកខ្លះគាត់ថាមានប្រហែលជាខ្ទង់20មានអ្នកខ្លះប្រហែលជាខ្ទង់30ទាំងអស់នេះគឺសុទ្ធតែជាអំណោយទានខាងវិញ្ញាណបងប្អូនអាចមើលជាមួយគ្នាមានសេចក្តីជំនឿការបង្រៀនសេចក្តីមេត្តាករុណាថ្លែងទំនាយការផ្សាយដំណឹងល្អចំណេះដឹងបដិសណ្ឋារកិច្ចការព្យាបាលនិងការថ្វាយជាដើមយើងនឹងអត់ចំណាយពេលទាំងអស់ក្នុងការវិភាគនឹងរៀនពីអំណោយទាននីមួយៗទេនៅថ្ងៃនេះហ៎ប៉ុន្តែបងឬក៏ប្អូនចង់ដឹងស៊ីជម្រៅអាចរៀនបន្ថែមផ្ទាល់ខ្លួនឬក៏អាចជួបជាមួយពួកខ្ញុំជាលោកគ្រូក៏ដូចជាអ្នកដឹកនាំយើងក្នុងការបញ្យល់បន្ថែមទៀតអញ្ចឹងនៅពេលដែលយើងមើលឃើញអំណោយទានខាងវិញ្ញាណមិញហ្នឹងគិតជាមួយគ្នាតិចមើលតើបងប្អូនរំភើបអីជាងគេគ្រាន់តែឃើញគ្រាន់តែឮគ្រាន់តែនឹកដល់គិតថារំភើបអីជាងគេក្នុងការបម្រើព្រះតាមរយៈអំណោយទានរបស់យើងតោះមកតិចទៀតមិញយើងដឹងតើអ្វីទៅជាអំណោយទានខាងវិញ្ញាណយើងស្គាល់ថាអំណោយទានខាងវិញ្ញាណមានអីខ្លះតើបងប្អូនដឹងអត់ថាអំណោយទានខាងវិញ្ញាណគឺមានសម្រាប់តែអ្នកជឿព្រះយេស៊ូវទេអ្នកអត់ជឿព្រះយេស៊ូវគាត់អត់មានអំណោយទានខាងនោះទេអំណោយទានខាងវិញ្ញាណខុសពីដងពីកំណើតរបស់យើងគឺកើតមកមានស្រាប់រៀនបន្ថែមទៀតធ្វើឲ្យយើងខ្លាចទៅជាមនុស្សម្នាក់ជំនាញខាងផ្នែកណាមួយប៉ុន្តែអំណោយទានខាងវិញ្ញាណថ្ងៃដែលយើងទទួលជឿព្រះយេស៊ូវគឺយើងនឹងទទួលបានអំណោយទាននោះអញ្ចឹងនេះគឺជាភាពខុសគ្នាប៉ុន្តែខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យយល់ឲ្យជ្រាបអញ្ចេះកុំគិតថាយើងអស្ចារ្យនៅពេលដែលយើងមានអំណោយទានខាងវិញ្ញាណអស្ចារ្យជាងអ្នកដែលមានដងយើងត្រូវប្រើដងហើយនឹងអំណោយទានខាងវិញ្ញាណយើងក្នុងការបម្រើព្រះដូចគ្នាអត់មានខាងណាអស្ចារ្យជាងខាងណាទេសរុបមកគឺត្រូវតែប្រើជាមួយគ្នាហើយអំណោយទានខាងវិញ្ញាណទៀតគឺអ្នកជឿទាំងអស់យ៉ាងហោចណាស់ក៏មានមួយដែរ
giang hoi nát có miên mùi đây xôm vô đây đã tới luôn ai prap tha nhóm miên nói tiên khang vì nhiên giang hoi nát có mùi đây tiệt miên nô na mà nè miên nói tiên khang vì nhiên tèng nụ lời nè chưa mà nè mình ai miên nói tiên cướp một bàn lời cứ mình miên cướp để chắc chắn ai prap mà chơi tiên mà nhóm mình miên nói tiên cướp một nụ lời hai khmer miên nói tiên na môi đại cướp kia sốt từ miên nụ đại miên này thà nè chưa mà nè mình miên nói tiên năng đôi kia u tờ ho bà tha chỉ nè sai đầm năng lọ trờiแต่sai đầm năng lọ cướp kia chỉ nè bằng riêng đừng có chỉ cướp cùng việt trời chỉ nè cướp cùng việt cướp kia ọt tệ chả hai chỉ trong cáiព្រះវិញ្ញាណបរិសុទ្ធជាអ្នកសម្រេចចិត្តក្នុងការផ្ដល់អំណោយទានមកនរណាម្នាក់មានន័យថាវាមិនមែនជាជំរើសឬក៏ការចង់បានរបស់យើងទេអំណោយទានខាងឯវិញ្ញាណគឺព្រះអង្គទេជាអ្នកផ្ដល់ឲ្យអ្នកគ្រូធុចមានអំណោយទានក្នុងការអធិដ្ឋានទូលវរ Carol មានអំណោយទានក្នុងការបដិសណ្ឋាកិច្ចទាំងអស់នឹងសុទ្ធតែជាអំណោយទានផ្សេងគ្នាដែលព្រះអង្គដាក់តាមមិនថាលោកគ្រូសំភ័សមកគាត់សង្ហាអញ្ចឹងត្រូវឲ្យគាត់ឡើងឆាកមិនដោយសារអញ្ចឹងទេដែលយើងដឹងពីលក្ខណៈសម្បត្តិហើយនឹងការសំខាន់ពីអំណោយទានជួយយើងពីរយ៉ាងទី1គឺជួយឲ្យយើងចំណែនគ្នាទី2គឺជួយយើងអត់ឲ្យចង់ឲ្យគេដូចយើងកន្លែងនេះសំខាន់ណាស់តែយើងយល់ពីលក្ខណៈសម្បត្តិអស់ហ្នឹងគឺយើងទទួលស្គាល់អំណោយទានរបស់គាត់ម្នាក់ឲ្យគាត់ធ្វើនិងបម្រើទៅតាមអ្វីដែលព្រះអង្គដាក់ឲ្យពួកយើងអត់ប្រកែកជាងព្រះហើយមិនអញ្ចឹងណាចាអញ្ចឹងយើងអាចអានខគម្ពីរនេះជាមួយគ្នាតិចមកតោះយើងអានជាមួយគ្នានៅអេផេសូចំពុក4ខ1ដល់ខ2 1 2 3ចូលឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារដែលទ្រង់បានហៅមកធ្វើចុះព្រមទាំងមានចិត្តសុភាពហើយស្លូតបូតគ្រប់ចម្ពោះទាំងអត់ធ្មត់ហើយទ្រាំទ្រគ្នាទៅវិញទៅមកដោយស្រឡាញ់មែនទេយើងទ្រាំទ្រគ្នាដោយក្តីស្រឡាញ់និងទទួលយកគ្នានៅអ្វីដែលព្រះអង្គដាក់មកដដែលទ្រាំទ្រសហការធ្វើការជាមួយគ្នាទៅតាមអំណោយទានផ្សេងព្រះដែលបង្កើតយើងព្រះអង្គជាព្រះតែមួយព្រះអង្គរួមមកព្រះអង្គ3អង្គរួមមកតែមួយអង្គនីមួយមានតួនាទីផ្សេងគ្នាព្រះអង្គជាព្រះតែមួយធ្វើការគោលបំណងតែមួយតែមានតួនាទីផ្សេងគ្នាព្រះវរបិតាអត់ដែលទៅចំណែនព្រះយេស៊ូវថាអូព្រះយេស៊ូវបានទៅយកកំណើតជាមនុស្សព្រះយេស៊ូវបានទៅចំណែនព្រះវរបិតាព្រះអង្គគង់តែនៅឋានសួគ៌អត់ទេគឺព្រះអង្គដឹងតួនាទីខ្លួនឯងមួយហើយសហការគ្នាក្នុងការគោលបំណងតែមួយ